បានសួស្តីអ្នកនរនេះចឹងនៅក្នុងវីដេអូបន្ទាប់នេះខ្ញុំនឹងបង្ហាញអ្នកនរនេះអំពីរបៀបនៃការបង្កើត weekly to do មួយដែលមានទម្រង់បែបនេះតោះអញ្ចឹងនៅក្នុងនេះយើងត្រូវការបង្កើត blog មួយ បង្កើត page ថ្មីមួយទៀតអញ្ចឹងខ្ញុំចុចត្រង់កន្លែង add page ខ្ញុំដាក់ពាក្យថា weekly to do list ហើយគ្នាយើងអាចចុចបង្កើតអូខេគ្នាយើងចុចបង្កើត page ទៅខ្ញុំបង្កើត page មួយបង្កើត icon ហើយគ្នាយើងបង្កើត cover ត្រង់កន្លែង cover យើងអាច change ខ្ញុំ change ខ្ញុំដូរខ្ញុំដាក់កន្លែងនេះខ្ញុំអាចរើសរូបភាពខ្ញុំយក unplan មកខ្ញុំរើសរូបភាពណាដែលយើងចង់បានថតយើងយករូបភាពនេះយើងคลิกទៅវានឹងបង្ហាញក្នុងទម្រង់នេះណាហើយគ្នាយើងអាចដូចខ្ញុំនិយាយអញ្ចឹងយើងអាចធ្វើការចុច reposition ដើម្បី scroll វាបានណាយើងចង់មើលវាអូខេចុច save position ទី2យើងបង្កើត weekly នេះគ្នាយើងត្រូវការបង្កើតខ្ញុំនឹងបង្កើតមានថ្ងៃច័ន្ទគៀពុធពហុអញ្ចឹងទៅបានណាអញ្ចឹងដើម្បីបង្កើតវាបានគ្នាយើងអាចចុច forward slash ហើយកន្លែងនេះខ្ញុំយកវាជាប្រភេទ header 2ណាខ្ញុំយក header 2ដើម្បីវាធំអញ្ចឹងឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់ថា Monday បាទហើយមួយទៀតយើងចុច enter ហើយគ្នាយើងចង់បានថ្ងៃអង្គារអញ្ចឹងយើងចុចទៅយើងដាក់ថាយើងចុច A2 ណាយើងដាក់ថា Tuesday អូខេ Tuesday បើសិនជាខុសគ្នាយើងអាចមកស្ដាំលើវានឹងបង្ហាញអក្សរត្រឹមត្រូវឲ្យយើងដូចគ្នាណាយើងចុចមកស្ដាំលើវាអូខេត្រង់កន្លែងនេះយើងអាចធ្វើការ duplicate វាបានដូចគ្នាដែរឧទាហរណ៍ថាឥឡូវយើងមាន2នឹងហើយយើងអត់ចង់បង្កើតថ្មីយើងអាចចុច duplicate យើងចុចសញ្ញាចុចនេះសញ្ញាចុចនេះយើងចុចលើវាមកយើងចុចពាក្យថា duplicate អូខេហើយយើងអាចធ្វើការលុបpage ហ្នឹងក្នុង header 2នឹងចោលយើងដាក់អូខេ Wednesday ឬក៏មួយទៀតយើងអាចប្រើ shortcut ក៏បានដែរណា shortcut យើងគ្រាន់ click លើ page ហ្នឹងយើងចុច control អក្សរ D ឬក៏ command អក្សរ D នៅក្នុង Mac អញ្ចឹងខ្ញុំដាក់ថា Thursday អូខេអញ្ចឹងវាបង្ហាញយើងណាពេលយើងខុសយើងអាចនេះបានហើយខ្ញុំ control D ទៀតខ្ញុំដាក់ថា Friday ចុច space មកវានឹងបង្ហាញមកខុសខ្ញុំចុច control D ទៀតយើងដាក់ថា Saturday អូខេ control D យើងដាក់ថា Sunday ចំណុចបន្ទាប់ខ្ញុំចង់បានឲ្យមានន័យថាខ្ញុំចង់បានអានេះគឺវាមានពណ៌អូខេអញ្ចឹងខ្ញុំអាចធ្វើការ add ពណ៌វាដើម្បី add ពណ៌ចូលទៅក្នុងអក្សរឬក៏គ្នាយើងចង់ add ពណ៌ background អក្សរគ្នាយើងចុចលើសញ្ញាត្រី3នេះសញ្ញានេះដូចគ្នានេះគឺយើងយកពាក្យថា color អញ្ចឹងនៅក្នុង color គឺគ្នាយើងអាចធ្វើការដាក់ពណ៌អក្សរឧទាហរណ៍ថាយើងដាក់ពណ៌ green អញ្ចឹងអក្សរយើងចេញពណ៌ green ណាហើយគ្នាយើងចង់ add ពណ៌ក៏បានដែរគ្នាយើងចុចសញ្ញានឹងដូចគ្នាយើងយកពាក្យថា color ហើយយើងយកពាក្យថា background អញ្ចឹងឧទាហរណ៍ថាខ្ញុំយក green ខ្ញុំយក background yellow អញ្ចឹងវាបង្ហាញឲ្យខ្ញុំឃើញទេវាបង្ហាញទៅលើ background ពណ៌ yellow ណាអូខេហើយយើងអាចបង្កើត background ពណ៌ផ្សេងទៀតបានអញ្ចឹងខ្ញុំធ្វើការបង្កើត background ពណ៌ផ្សេងទៀតអូខេយើងចុចសញ្ញាហ្នឹងហើយយើងយកកន្លែងនេះណាយើងយក background ឬក៏គ្នាយើងអាចប្រើ shortcut បានដូចគ្នាចុចលើវាហើយគ្នាយើងចុចforward slash ឬក៏ក្នុង keyboard យើងសញ្ញាសួរយើងហ្នឹងយើង scroll មកក្រោមយើងមករមើលពណ៌ណាឬក៏គ្នាយើង scroll មកច្រើនពេកយើងអាចចុច forward slash ហើយយើងទៅសេពាក្យថា color ណាយើងទៅសេ color អញ្ចឹងមកវានឹងបង្ហាញអញ្ចឹងយើងអាច scroll មកក្រោមយើងមើលឃើញពណ៌ដូចគ្នាណាអញ្ចឹងយើងចុចលើវាហើយយើងចុចមក color ហើយយើងអាចទៅសេ color តើខ្ញុំចង់បាន color អីគេ color blue ខ្ញុំដាក់ B មកអញ្ចឹងគ្នាយើងនឹងទទួលបានអូខេណាវាមានឲ្យយើងបង្ហាញអញ្ចឹងយើងចុចលើវាមកអូខេខ្ញុំធ្វើម្ដងទៀត color ខ្ញុំ scroll មកក្រោមខ្ញុំយក orange អានេះ color ហើយយើងអាច space មួយហើយយើងចុចសញ្ញាសួរយើងឬក៏ forward slash អូខេនេះខ្ញុំយក red ណាអញ្ចឹងយើងទទួលបានពណ៌បែបនេះហើយចំណុចបន្ទាប់ខ្ញុំចង់ឲ្យវាបង្ហាញមានន័យថាវាបង្ហាញ3មានន័យថាវាបង្ហាញ3ហ្នឹងគឺវានៅជាប់គ្នា3 column អញ្ចឹងដើម្បីទាញវាចេញទៅជា column គ្នាយើងចុចឲ្យចំកន្លែងនេះណាយើងចុចឲ្យចំវាមកហើយយើងទាញវាឲ្យនៅខាងចុងយើងអូខេចេញពណ៌ខៀវអញ្ចឹងយើងទាញពណ៌ខៀវអញ្ចឹងមកអូខេហើយខ្ញុំអាចទាញមួយទៀតណាឲ្យបាន3បែបនេះឃើញទេអញ្ចឹងយើងបាន3ហើយ
ចានេះដូចគ្នាដែរខ្ញុំទាញធ្វើការទាញខ្ញុំចង់បាន3 3អញ្ចឹងខ្ញុំទាញមកអូខេអញ្ចឹងពេលខ្ញុំបានតម្រង់បែបនេះហើយខ្ញុំអូខេហើយប៉ុន្តែគ្នាយើងមើលត្រង់កន្លែងនេះមួយទៀតវាគៀកគ្នាពេកមានន័យថារបស់យើងនេះវាមើលទៅវាគៀកគ្នាអញ្ចឹងគ្នាយើងអាចធ្វើការ expand វាចេញឲ្យធំបានឲ្យវែងបានដើម្បីយើងកំណត់វាគ្នាយើងចុចត្រង់កន្លែងនេះសញ្ញាចុច3នេះគ្នាយើង scroll មកក្រោមរកមើលពាក្យថា full wide ហ្នឹងពេលយើងคลิกលើវានឹងធ្វើការ expand មានន័យថាវានឹងធ្វើការទាញអក្សររបស់យើងពីចុងនៃ page ទៅដើមនៃ page ណាពី page នេះពីដើមនៃ page ទៅចុងនៃ page អូខេហើយចំណុចបន្ទាប់ខ្ញុំចង់បានកន្លែងនេះយើងចង់បង្កើតនេះ to do នេះណានេះយើងត្រូវការយក to do នេះsorry យើងត្រូវការហ្នឹង to do នេះអញ្ចឹងដើម្បី add to do នៅក្នុងនឹងបាននេះយើងគ្រាន់តែ click ឲ្យចំខាងក្រោមនឹងមកនេះយើងធ្វើម៉េចនេះយើងចុច forward slash ឬក៏សញ្ញាសួរយើង say ថា to do មកអញ្ចឹងវាបង្ហាញ to do យើងឃើញទេអញ្ចឹងយើង click លើ to do មកអញ្ចឹងយើងទទួលបាន to do ហើយថតថាថ្ងៃនេះយើងទៅណាអញ្ចឹងយើងអាចបង្កើត to do ចោលក៏បានដែរដើម្បីយើង say យើងចុច enter មកអូខេសំដៅខ្ញុំដាក់ to do អូខេ to do អូខេយើងសាកទៅ say abc យើង enter វាចេញមួយទៀតដែរ abc នេះយើង enter មកវាចេញទៀតដែរអូខេហើយអានេះដូចគ្នាដែរគ្នាយើងអាចបង្កើតវាដូចគ្នាដែរហើយពេលដែលយើងបង្កើតវានឹងធ្លាក់អានេះមកអូតូណាថាឥឡូវខ្ញុំ copy 3នេះជា template នេះយើងអាចលុបវាចេញសិនអញ្ចឹងក៏បានដែរណាយើងលុបអក្សរចេញដើម្បីឲ្យយើងអាចមាន style to do យើងណាអញ្ចឹងខ្ញុំចុច3ហ្នឹងខ្ញុំទាញខ្ញុំចុច select ទាំង3ហ្នឹងខ្ញុំចុច Alt ឲ្យជាប់ហើយយើងអាចទាញវាមកដាក់នៅក្រោមនេះគ្នាអូខេអញ្ចឹងយើងអាចធ្វើការទាញវាកើតវាចុច Alt យើងទាញមកក្រោមនេះយើងចុច Alt យើងទាញវាមកក្រោមនេះណាយើងការទាញធ្វើម៉េចឲ្យវាចេញសញ្ញានេះសញ្ញា Q នឹងនៅកន្លែងណាវានឹង drop hit នៅកន្លែងហ្នឹងអូខេអញ្ចឹងយើងទាញមកដាក់នៅក្រោមបានហើយអញ្ចឹងទាក់ទងមួយនឹងការបង្កើត to do គឺយើងបង្កើតបានហើយអញ្ចឹងយើងអាចធ្វើការ take note ទៅថាថ្ងៃនេះយើងទៅរៀនអីអូខេថ្ងៃនេះខ្លះ UI design ខ្លះណាយើងអាចធ្វើការ say note បែបហ្នឹងណាយើងចង់ទៅណា go to do assignment with team go group អញ្ចឹងទៅណាថាពេលដែលយើងធ្វើហើយយើងអាច summarize វានៅពេលល្ងាចឬក៏យប់យើងអាច click ទៅវាថាការងារណាដែលយើងធ្វើហើយtry something ទៅណាហើយយើងអាចធ្វើការ add វាបន្ថែមទៀតបានណាអញ្ចឹងទាក់ទងមួយនឹងការបង្កើត to do យើងមានប៉ុណ្ណេះយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ត